បាទជំរាបសួរបាទពុកម៉ែបងប្អូនបាទប្រជាកសិករដែលកំពុងបាទទស្សនាវីដេអូនេះអញ្ចឹងថ្ងៃនេះខ្ញុំនាំពុកម៉ែបងប្អូនមកមើលការរក្សាទុកបាទពូជដើមដលូមីបាទដែលបាទស្ថិតនៅខាងក្រោយខ្ញុំណាបាទអញ្ចឹងបាទផលបាទប៉ះពាល់អ្វីខ្លះនៅពេលដែលបាទពុកម៉ែបងប្អូនបាទរក្សាទុកបាទពូជដើមដលូមីរយៈពេលយូរខែពេកណាអញ្ចឹងផលប៉ះពាល់ទី1គឺទី1វាធ្វើឲ្យបាទពូជដើមដលូមីបាទវាអត់មានដំណោះមានតែយកទៅដាំទៅវាអត់ដោះកាលណាវាអត់ដោះវាប៉ះពាល់ដល់បាទការចំណាយថ្លៃដើមរបស់ពុកម៉ែបងប្អូនធ្វើឲ្យការចំណាយពុកម៉ែបងប្អូនវាកើនឡើងបាទកាលណាចំណាយកើនឡើងគឺភាគរយចំណេញវាតិចហើយជួនកាលអាចឈានដល់ដំណាក់កាលមួយគឺខាតណាបាទហើយទី2បាទទី2បណ្ដាលឲ្យមានបាទសត្វល្អិតហើយនឹងជំងឺអញ្ចឹងមូលហេតុអីដែលនៅពេលដែលយើងបាទរក្សាទុកបាទពូជដើមដលូមីយូរខែបណ្ដាលឲ្យមានបាទសត្វល្អិតហើយជំងឺបាទអញ្ចឹងយើងដឹងថានៅពេលដែលយើងបញ្ចូលទុកបាទយូរខែវាបណ្ដាលឲ្យបាទពូជដើមដលូមីវាដោះស្លឹកបាទលាស់ត្រួយបាទខៀវខ្ចីអញ្ចឹងវាជាផ្នែកមួយនៃការតាក់ទាញពពួកបាទសត្វល្អិតបាទអញ្ចឹងពពួកសត្វល្អិតមានដូចជាពពួកបាទចៃសហើយនិងរុយសបាទអញ្ចឹងពពួកបាទចៃសនិងរុយសវាធ្វើការបាទបឺតជញ្ជូបាទរស់ពីបាទស្លឹកពូជដើមដលូមីវាធ្វើឲ្យស្លឹកបាទពូជដើមដលូមីវាលូតលាស់អន់កាលណាលូតលាស់អន់វាពាក់ព័ន្ធនឹងទិន្នផលអញ្ចឹងវាអាចធ្វើឲ្យទិន្នផលបាទដលូមីថយចុះអញ្ចឹងណាហើយទី2គឺបណ្ដាលឲ្យមានជំងឺហៅថាជំងឺម៉ាម៉ូស៊ីអិចអញ្ចឹងមកជំងឺម៉ូស៊ីអិចនេះវាមានរោគសញ្ញាបាទទី1គឺបាទស្លឹករបស់វាគឺមានពណ៌បាទបៃតងលឿងស្រាលហើយការលូតលាស់របស់វាគឺក្រិនហើយទំហំផ្ទៃស្លឹករបស់វាគឺតូចបាទស្លឹករួញបាទហើយវានឹងកាត់បន្ថយទិន្នផលពីចន្លោះពី50%ទៅ70%ក្នុងហិកតាអញ្ចឹងឧទាហរណ៍ថានៅ